ជីវិត3រឿង3ពី3ប្រទេសគ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាអ្នកមានឬជាមនុស្សល្បីនោះទេប៉ុន្តែពួកគេទាំង3បានជួបនឹងវាសនាដ៏គួរឲ្យរន្ធត់ដែលបន្សល់ទុកតែសំណួរដែលគ្មានចម្លើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់រឿងអក្រិតកម្មចំនួន3ដែលនៅតែជាអាថ៌កំបាំងឬបញ្ចប់ដោយសោកនាដកម្មដែលគ្មាននរណាចង់ឃើញរឿងក្តីទី1គ្រាប់បែកដែលផ្ទុះត្រឹមតែ10វិនាទីក្រោយពេលគេប្រកាសថាដោះរួចរាល់រឿងក្តីទី2រូបថតចុងក្រោយរបស់ក្មេងស្រីម្នាក់ដែលគ្មាននរណាដឹងថាជានរណាអ្នកថតឡើយរឿងក្តីទី3មិត្តភ័ក្តិដែលអញ្ជើញគ្នាទៅវិស្សមការតែរណ្ដៅមួយត្រូវបានជីកទុកជាមុន3រឿង3ជីវិតហើយគ្មានអ្នកណានឹងរឿងមួយណាបានបញ្ចប់ដោយសេចក្តីសុខឡើយចូលមកកាន់រឿងក្តីទី1របស់យើងគឺជាករណីកអាវក្របីរបស់ Evian Nantes ដែលនៅវេលាប្រហែលជាម៉ោង4ទៀបភ្លឺថ្ងៃទី15ខែឧសភាឆ្នាំ2000កុដបរោះបាំងមុខ4នាក់បានមកដល់ផ្ទះគូស្វាមីភរិយាអាយុ53ឆ្នាំឈ្មោះ Evian និង Solomon Nantes ពួកគេគឺជាកសិករសាមញ្ញរស់នៅជនបទក្បែរទីក្រុងស៊ីម៉ាកាក្នុងប្រទេសកូឡុំបៀមិនមែនជាអ្នកមានហើយក៏មិនមែនជាបែបអ្នកដែលល្បីនៅតាមសាធារណៈដូចជាតារាល្បីឡើយពួកឈ្មួញជួញដូរទាំងនោះបានកាត់ខ្សែភ្លើងបំពុលឆ្កែការពារផ្ទះរបស់គាត់ហើយពួនចាំនៅមាត់ទ្វារខាងមុខផ្ទះតែម្ដងពួកវាដឹងទម្លាប់ប្រចាំថ្ងៃរបស់អេវីនដែលតែងតែចេញពីផ្ទះនៅម៉ោងប្រហែលជា5ព្រឹកដើម្បីទៅបូមទឹកដោះគោអ្នកគ្នាទឹកដោះគោដែលចេញពីដោះគោកាលណាអេវីនបើកទ្វារពួកវាក៏ឆ្មាក់ចូលហើយនាំនាងទៅកាន់បន្ទប់គេងដែលសូឡូម៉ូនកំពុងនៅពួកវាបានចាប់ផ្ដើមចាប់ដៃចាប់ជើងរបស់ប្តីប្រពន្ធទាំងពីរហើយសួរដើម្បីទារប្រាក់សន្សំរបស់គាត់ដែលសន្សំទុកទៅចាស់ជរាអញ្ចឹងទៅចំពោះអេវីននិងសូឡូម៉ូនបានឆ្លើយតបទៅកាន់ពួកគេថាគ្មានប្រាក់សន្សំអីទេដោយក្តីខឹងសម្បាពួកវាបានបង្ខំអេវីនឲ្យអង្គុយលើកៅអីហើយដាក់ឧបករណ៍ធ្ងន់ធ្វើដោយដៃជុំវិញករបស់នាងក៏អាវធ្វើពីដែកនោះមានទម្ងន់ប្រហែលជា12ផោនសង្កត់យ៉ាងតឹងជុំវិញករបស់គាត់ដូចជាប្រដាប់ពាក់សម្រាប់ជាបារបួលដូចគេហៅថាបង់កនេះគ្នាមុនចាស់ចេញពួកវាបានទុកកាសែតដែលថតសម្លេងមួយកាលណាប្តីប្រពន្ធនេះចុចចាប់ផ្ដើមបើសម្លេងកាសែតមួយនោះសម្លេងដ៏ព្រឺសម្បូរមួយបានបន្លឺឡើងថាសូមស្ដាប់ឲ្យច្បាស់លោកស្រីតែក៏អានអ្នកកំពុងពាក់នោះគឺជាក្របបែកសម្លេងនោះមិនមែននិយាយកុហកទេក្របបែកនោះផលិតពីបំពង់ PVC ចំនួន4ដែលផ្ទុកដោយឌីណាមីតប្រហែលជា2គីឡូក្រាមវាត្រូវបានគេរចនាឡើងយ៉ាងពិសេសឲ្យដោះចេញមិនរួចតាមសម្លេងនៅក្នុងកាសែតនោះ Evian និង Solomon ត្រូវប្រមូលប្រាក់ចំនួន15លានពេសូដែលប្រហែលជា$7,500នាពេលសម័យនោះតែអ្នកគ្នាឥឡូវប្រហែលជាច្រើនហើយខ្ទង់មើលនេះដឹងខ្ញុំបានគិតដែរឲ្យបានប្រមូលលុយហ្នឹងឲ្យបានមុនម៉ោង3រសៀលបើពួកគេប្រមូលបានជោគជ័យបរិបទទី2នោះនឹងត្រឡប់មកដល់កអាវដាក់ខោបែកនឹងឲ្យវិញបើប្រាជ័យក្របបែកនឹងមកផ្ទុះសាកសពរបស់គេតែម្ដងកាសែតនោះក៏បានប្រមានផងដែរថាកុំឲ្យតាក់ទងទៅសមត្ថកិច្ចឬក៏ប៉ូលីសដោយគម្រាមថាបើធ្វើដូច្នោះកូនរបស់ពួកគេនឹងត្រូវសម្លាប់នៅចុងម៉ោងបញ្ចប់សម្លេងមួយនោះសម្លេងនោះបានថ្លែងអំណរគុណដែលពួកគាត់បានយកចិត្តទុកដាក់ស្ដាប់សារដែលដាក់ទុកនៅក្នុងកាសែតហ្នឹងហើយបានបញ្ចប់ដោយឈ្មោះដ៏គួរឲ្យខ្លាចថាតាឡាណេអូក្រោយពួកគេជាឈ្មោះជួយដូរនោះបាត់ខ្លួនអេវីននិងសូឡូម៉ូនបានប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាករកប្រាក់ដោយស្ងៀមស្ងាត់ហើយសង្ឃឹមថាពួកវានឹងរក្សាពាក្យឬក៏ស្វែងរកជំនួយហើយប្រថុយនឹងការបំផ្ទុះក្របបែកអេវីនក៏បានជ្រើសរើសតែទូរស័ព្ទទៅប្អូនស្រីរបស់គាត់គឺឈ្មោះម៉ារៀនហើយម៉ារៀនក៏បានតាក់ទងទៅសមត្ថកិច្ចប៉ូលីសបានប្រាប់ថាដើម្បីជួយអេវីននាងត្រូវទៅដល់កន្លែងដាច់ស្រយាលមួយប៉ុន្តែពួកគេនឹងមិនដឹកនាងដោយផ្ទាល់ខ្លួននោះទេព្រោះខ្លាចក្របបែកនោះអាចនឹងផ្ទុះក្នុងឡានសម្រាប់ទាំងប៉ូលីសទៅវិញពួកគេបានបញ្ជាតាក់ស៊ីមួយពីទីក្រុងជីងឃីងការ៉ាហើយឲ្យតាស៊ីនោះដឹកអេវីនទៅកាន់ផ្លូវដាច់ស្រយាលមួយសមត្ថកិច្ចក៏ទៅដល់មិនយូរប៉ុន្មានហើយបានឡោមព័ទ្ធតំបន់នោះពេលថ្ងៃរះឡើងសាច់ញាតិអ្នកចង់ដឹងចង់ឃើញចង់លឺហ្នឹងនឹងក្រុមកាមេរ៉ាទូរទស្សន៍បាននាំគ្នាមកប្រមូលផ្ដុំនៅជិតកន្លែងកាត់ហេតុនោះតែម្ដងនៅវេលាប្រហែលជាម៉ោង8:30នាទីព្រឹកប្រហែលជាមើលអ្នកនេះកាត់ឡើងប្រហែលជាម៉ោង4ហើយលើម៉ោង8ហ្នឹងម៉ាន4ម៉ោងកន្លះហើយអ្នកបច្ចេកទេសផ្ដាច់ក្របបែកបានចាប់ផ្ដើមពិនិត្យកអាវនោះហើយបានរកឃើញថាវាស្មុគស្មាញជាងការមើលឃើញពីខាងក្រៅទៅទៀតនៅក្នុងនោះមានសារ៉ាងដែលផ្ទុកអាស៊ីតថ្មចំនួន6កោសិការូបថតខ្ញុំមិនដឹងតើបកប្រែត្រូវអត់ទេអ្នកគ្នាកោសិការូបថតបើ photo cal អាហ្នឹងនឹងមិនបកប្រែជាខ្មែរអង្គភាពបញ្ជីអេឡិចត្រូនិកនិងឧបករណ៍បង្កដោយមេកានិក
និងបន្ទប់ទូសារធាតុផ្ទុះដែលគេជឿថាវាគឺជា RDX កំហុសតូចតាចណាមួយអាចបង្កឲ្យមានការបំផ្ទុះដ៏ខ្លាំងក្លាមួយកើតឡើងមិនចាស់ទេអ្នកគ្នា RDX ហ្នឹងក៏ខ្ញុំអត់ស្គាល់ដែរអត់ស្គាល់ដូចគ្នាអញ្ចឹងខ្ញុំទៅស្រាវជ្រាវឲ្យអ្នកនរគ្នាអីចាំតិចអ្នកគ្នាទៅស្រាវជ្រាវឲ្យឃើញហើយមកវិញហើយអ្នកនរគ្នា RDX ហ្នឹងគឺជាក្របបែកកម្រិតយោធាដែលខ្លាំងជាង TNT ទៀតទេ TNT ហ្នឹងអ្នកធ្លាប់លេង Minecraft អីស្គាល់ TNT ជាអីអូខេឥឡូវបិទមុខកញ្ចក់យើងតទៅកាន់ក្តីយើងបន្តទៀតអ្វីដែលធ្វើឲ្យស្ថានភាពនេះកាន់តែអាក្រក់នោះគឺក្រុមអ្នកដោះក្របបែកនឹងគ្មានការត្រៀមខ្លួនអ្វីទាំងអស់នេះជាករណីក្របបែកកអាដំបូងគេនៅប្រទេសកូឡុំបៀហើយវាបានកើតឡើងមុនករណីដែលល្បីល្បាញមួយនៅក្នុងប្រទេសសហរដ្ឋអាមេរិកគ្មានណាម្នាក់ដឹងច្បាស់ពីរបៀបដោះស្រាយក្របបែកមួយនេះទេរីឯអ្នកបច្ចេកទេសដែលដឹកនាំប្រតិបត្តិការមួយនេះគឺរកហៃរ៉ូឡូប៉េគឺជាអ្នកដោះក្របបែកហ្នឹងអ្នកគ្នាអាយុទៅតែ28ឆ្នាំទេរបាយការណ៍របស់កូឡុំបៀក្រោយបានបញ្ជាក់ថាគាត់គឺជាឪពុកដែលទៅតែបានកូនមកថ្មីថ្មោងទេប៉ុន្តែគាត់បានធ្វើការដោះនិងដោះស្រាយភារកិច្ចមួយហ្នឹងយ៉ាងខ្លាំងក្លាគឺអត់មានការយករឿងគ្រួសារមកលាយឡំជាមួយនឹងរឿងភារកិច្ចការងាររបស់គាត់ទេមុនពេលចាប់ផ្ដើមប្រតិបត្តិការមួយហ្នឹងហៃរ៉ូបានចាក់ថ្នាំសណ្ដំឲ្យអេវីដើម្បីរក្សានាងឲ្យស្ងប់និងនៅស្ងៀមកុំឲ្យធ្វើចលនាប្រយចលនាបន្តិចបន្តួចក៏អាចបង្កឲ្យក្បែកហ្នឹងវាផ្ទុះបានដែរក្នុងពេលដែលគាត់កំពុងធ្វើការមន្ត្រីដទៃទៀតបានចាក់ទឹកលើថង់ហើយដាក់ទឹកកកហ្នឹងយកទៅដាក់ចំវិញករបស់អេវីដើម្បីការពារកុំឲ្យនាងក្តៅពេកបើទោះបីជាស្ថិតក្នុងស្ថានភាពគួរឲ្យខ្លាចក៏ដោយអេវីននៅតែស្ងប់ចិត្តរហូតនៅពេលមួយនាងថែមទាំងបានណែនាំទៀតមែនណែនាំដូចជាមិនណែនាំឲ្យលើកចិត្តប្អូនថាក្បែកនឹងគ្រាន់តែជាក្របបែកខ្លាំងខ្លាយស្ថាប័នឯងកុំសូវគិតច្រើនពេកហើយអេវីនក៏បានសួរខ្លួនឯងម្ដងហើយម្ដងទៀតនៅសំណួរដ៏សាមញ្ញមួយទេប៉ុន្តែវាបែរជាសួរនឹងវាអត់មានអ្នកឆ្លើយកើតសួរថាហេតុអ្វីបានជាគេធ្វើបែបនេះចំពោះខ្ញុំធ្វើអីខុសមែនហើយខ្ញុំអ្នកមានមែនមិនធ្វើបាបខ្ញុំគ្រាន់តែជាអ្នកក្រម្នាក់ហើយអ្នកគ្នាចាប់មកអត់រយៈពេលច្រើនម៉ោងហៃរ៉ូបានធ្វើការយ៉ាងប្រុងប្រយ័ត្នកាត់ខ្សែនិងរើសរើផ្នែកនីមួយនៃឧបករណ៍នោះចេញពេលខ្លះគាត់ត្រូវកែច្នៃឧបករណ៍ធម្មតាទៅជាឧបករណ៍ដែលជាម៉ូទ័រកាត់ដៃទៀតលើសពីនឹងទៅទៀតគឺគាត់បានកម្ដៅកបិតទួយរបស់គាត់ហ្នឹងនៅភ្លើងទៀនណាអ្នកគ្នាដើម្បីកាត់បំពង់ផ្លាស្ទិកមួយដែលវាជាប់ហ្នឹងនៅវេលាប្រហែលជាម៉ោង10ព្រឹកពលគឺយើងចាប់ផ្ដើមម៉ោង8:30លើម៉ោង10ព្រឹកហើយមានរបាយការណ៍ខ្លះថាផ្នែកខ្លះនៃក្របបែកត្រូវបានដកចេញរួចហើយទោះបីជាស្ថានភាពគួរឲ្យខ្លាចក៏ដោយក៏វាចាប់ផ្ដើមមានអារម្មណ៍ថាអេវីនអាចនឹងរួចជីវិតដែរហើយរ៉ូបានប្រាប់នាងថាកុំបារម្ភអីលោកស្រីកុំបារម្ភពេកយើងនឹងអាចទៅមកជាមួយគ្នាបានខ្ញុំនឹងរាយការណ៍ទៅមនុស្សសិនយើងនឹងឆ្លងកាត់រឿងនេះទៅជាមួយគ្នាthe best ហ្មងគាត់បានធ្វើការអស់ជាច្រើនម៉ោងហ្មងហើយនៅហប់ដូចគ្នាមនុស្សអ្នកគ្នាមិនមែន AI ទេអេវីនបានអង្គុយនៅស្ងៀមយ៉ាងល្អឥតខ្ចោះហើយរ៉ូបាននិយាយថាគាត់បានផ្ដាច់ឧបករណ៍នោះបានប្រហែលជា70%ហើយបានបន្សល់ឧបករណ៍បង្កគីមីមួយតាមពាក្យសម្ដីរបស់គាត់វាបញ្ហាពេលវេលាតែប៉ុណ្ណោះមេបញ្ជាការនៅកន្លែងកាត់ហេតុបានចូលទៅចិត្តតំបន់នៃគេហុំព័ទ្ធហ្នឹងហើយបានប្រាប់អ្នកកាសែតដែលឈរនៅចម្ងាយមានចិត្តណាស់ឆ្ងាយថាគាត់រំពងថាអ្វីៗនឹងបញ្ចប់ក្នុងរយៈពេល1ម៉ោងទៀតតែប៉ុណ្ណោះជាអកុសលការព្យាករណ៍របស់គាត់ត្រឹមត្រូវត្រឹមតែ10វិនាទីក្រោយមកក្របបែកបានផ្ទុះឡើងមេបញ្ជាការបែកទៅជាមើលទៅកន្លែងកាត់ហេតុសាសពជាច្រើនបានខ្ទាត់ខ្ចាយពេញហ្នឹងពេះពេញដីជើងនិងស្មារបស់មនុស្សត្រូវបានបកចេញហើយរ៉ូបានរលែកមើលទៅកន្លែងកាត់ហេតុក្រោយមកគាត់បានរៀបរាប់ថាអ្វីនៅសល់គឺតែឈាមប៉ុណ្ណោះមនុស្សជាច្រើនអ្នកទៀតបានរងរបួសដោយសារតែការផ្ទុះនេះរួមទាំងម្ដាយម្នាក់ដែលបាត់ម្រាមដៃដល់ទៅ3ប្រតិបត្តិការមួយនេះបានបញ្ចប់ដោយមហន្តរាយយ៉ាងខ្លាំងក្លាករណីនេះបានធ្វើឲ្យប្រទេសទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងការស៊ើបអង្កេតបានបង្ហាញថាក្រុមឧទាមនេះដែលមានឈ្មោះថាក្រុមឧទាម FARC ទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះរឿងក្តីរបស់យើងទី1បញ្ចប់ត្រឹមតែប៉ុណ្្នេះឯងអ្នកទាំងអស់គ្នាឥឡូវមកវាយអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់រឿងក្តីទី2ដែលជារឿងក្តីតាក់ទងនឹងឃាតកម្មវិញម្ដងដែលឃាតកម្មនេះតាក់ទងនឹងឃាតកម្មអាកំបាំងរបស់គីកូម៉ាស៊ូអូកានៅក្នុងភ្នំគីស៊ូនីជារមណីយដ្ឋានដែលទឹកក្តៅទឹកក្តៅពពុះដ៏ស្រស់ស្អាតដែលមានទីតាំងជ្រៅក្នុងភ្នំភាគខាងលិចនៃក្នុងខេត្តកូម៉ាប្រទេសជប៉ុននៅដើមសតវត្សទី20កន្លែងនេះជារមណីយដ្ឋានដ៏ពេញនិយមសម្រាប់កម្សាន្តអារម្មណ៍ក្នុងរដូវក្តៅដោយសារតែអាកាសធាតុវាត្រជាក់ទេសភាពព្រៃឈើនិងប្រភពទឹករ៉ែនាំអ្នកទាំងអស់គ្នាទៅកាន់ខែសីហាឆ្នាំ1972គីកូម៉ាស៊ូអូកាស្ត្រីវ័យក្មេងម្នាក់បានក្រុងស្នាក់នៅជាមួយនឹងក្នុងកន្លែងហ្នឹងមួយយប់
ជាមួយនឹងម្ដាយនិងប្អូនប្រុសរបស់នាងតែនៅចុងក្រោយម្ដាយនិងប្អូនប្រុសរបស់នាងបែរជារវល់មិនបានទៅវិញដោយមិនចង់ខាតបង់ថ្លៃបន្ទប់ដែលបានកក់រួចគីកូក៏បានសម្រេចចិត្តទៅតែម្នាក់ឯងតែម្ដងរហូតដល់ថ្ងៃទី4ខែសីហានាងបានធ្វើដំណើរទៅកាន់គីតូកាវ៉ាដែលជាផ្ទះសំណាក់បែបប្រពៃណីហើយបានចោះឈ្មោះស្នាក់នៅយប់នោះតែម្ដងបុគ្គលិកនៅទីនោះក្រោយបានរំលឹកថាគីកូជាមនុស្សរីករាយនិងនិយាយច្រើននាងបានចំណាយពេលពេញមួយថ្ងៃសម្រាប់លំហែកាយក្នុងទឹកក្តៅហើយតាមការរាយការណ៍នាងមិនបានចេញពីអគារនោះទាល់តែសោះបន្ទាប់ពីញ៉ាំអាហារពេលព្រឹកនៅបន្ទប់នោះគីកូបានសម្រេចចិត្តដើរចុះពីភ្នំទៅទីប្រជុំជនដំបូងនាងក្រុងនឹងជិះឡានក្រុងប៉ុន្តែនាងយល់ថាអាកាសធាតុល្អពេកមិនគួរខកខាននាងក៏សម្រេចចិត្តដើរតែម្ដងទៅតែម្ចាស់ផ្ទះសំណាក់បាននិយាយប្រាប់ថាការដើរនេះអាចចំណាយពេលរហូតដល់ជិត4ម៉ោងឯណោះហើយសីតុណ្ហភាពនៅខាងក្រៅនោះថ្ងៃនោះឲ្យឡើងដល់ទៅ32អង្សាសេឯណោះគឺក្តៅខ្លាំងមែនតើប៉ុន្តែគីកូជាស្ត្រីវ័យក្មេងដែលមានទំនុកចិត្តក៏ដូចជាមានភាពក្លាហានដូច្នេះនាងបានចេញដំណើរដោយថ្មើរជើងពាក់អាវប៉ាក់ពណ៌ខៀវចាស់សំពត់ខៀវស្រាលហើយនឹងស្បែកជើងពណ៌សអស់រយៈពេលជាច្រើនម៉ោងបន្ទាប់មកមនុស្សជាច្រើនអ្នកបានឆ្លងកាត់ផ្លូវនោះជាមួយនាងសំខាន់បំផុតនៅពេលប្រហែលជាម៉ោង2រសៀលគ្រួសារមួយដែលបើកឡានចុះពីលើភ្នំបានសម្គាល់ឃើញនាងដើរតែម្នាក់ឯងដោយមានការព្រួយបារម្ភថានាងនៅមានផ្លូវឆ្ងាយតទៀតពួកគេក៏បានផ្ដល់ជូនឲ្យគាត់ជិះឡានរបៀបហៅគាត់មកជិះឡានជាមួយប៉ុន្តែគេក៏បានបដិសេធយ៉ាងគួរសមនោះហើយគឺជាលើកចុងក្រោយដែលគេបានឃើញនាងនៅមានជីវិតកាលណាគេក៏មិនបានត្រឡប់ទៅផ្ទះវិញនៅទីក្រុងអ៊ីសាសាគីឪពុកម្ដាយរបស់នាងបានរាយការណ៍ថានាងបានបាត់ខ្លួនហើយបានធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកក្តៅមួយនោះដែលជាកន្លែងគេឃើញនាងចុងក្រោយបំផុតអ្នកជិតខាងយ៉ាងតិច10នាក់បានចូលរួមជាមួយពួកគាត់ដែររហូតដល់ល្ងាចថ្ងៃទី16ខែសីហាក្នុងពេលកំពុងស្វែងរកគីកូនៅភាគខាងត្បូងនៃកន្លែងស្នាក់នៅអ្នកស្វែងរកបានចំពប់ដួលលើដុំឈើមួយដែលមានពីរបន្ទប់មាននរណាម្នាក់បានសង់វាប៉ុន្តែឲ្យខ្យល់ចូលតាមអុយខាងក្រោយនៅទីនោះដេកលើកម្រាលឈើគឺជាសាកសពស្ត្រីវ័យក្មេងម្នាក់នោះហើយវាគឺជាគីកូតែម្ដងទិដ្ឋភាពនោះសាហាវខុសខើណាស់គីកូត្រូវបានគ្របដណ្ដប់ដោយសត្វល្អិតហើយបានរលួយមួយផ្នែកទៅហើយតាមការធ្វើកាសវិច័យនាងត្រូវបានគេចាក់សម្លាប់អស់24កាំបិតក្នុងចំណោមនោះមាន3ដងត្រូវបានបង្កឡើងក្រោយពេលនាងស្លាប់នៅពេលជាង30នាទីរបួសការពារនៅលើដៃបានបង្ហាញថានាងបានតស៊ូយ៉ាងអស់សង្ឃឹមដើម្បីជីវិតរស់រានរបស់នាងហើយរបួសជាច្រើននៅលើខ្នងបានបង្ហាញថានាងបានព្យាយាមរត់អ្នកស៊ើបអង្កេតបានកំណត់ថាការវាយប្រហារនេះទំនងជាកើតឡើងនៅចន្លោះម៉ោង2និង30នាទីនិង3រសៀលតែម្ដងគឺនៅថ្ងៃទី13ខែសីហាគឺតិចជាង1ម៉ោងក្រោយពេលគេឃើញនាងចុងក្រោយនោះតែម្ដងអាពូមួយដែលហៅនាងជិះមកលើឡាននោះជាកសោសម្រាប់អ្នកស៊ើបអង្កេតឃាតកររបស់គីកូបានប្រុងប្រយ័ត្នស្នាមប្រឡាក់ឈាមបានបង្ហាញថាគាត់បានសម្លាប់នាងនៅតំបន់ច្រកចូលនិងមុននឹងអស់នាងចូលទៅក្នុងបន្ទប់ទី2ទំនងមិនចង់ឲ្យមានអ្នកណាប្រទះឃើញសាកសពនោះចំពោះអ្នកណាដែលសម្លឹងមើលមកតាមទ្វារហ្នឹងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រក្រោយមកបានណែនាំថាអាចនឹងមានដាវពីរប្រភេទផ្សេងគ្នាត្រូវបានប្រើប្រាស់ក្នុងការសម្លាប់នេះគឺមានកាំបិតធម្មតាហើយនិងកាំបិតកាប់សាច់តែម្ដងទោះបីជាការស្វែងរកយ៉ាងទូលំទូលាយនៅក្នុងព្រៃជុំវិញនឹងតែម្ដងសម្បីតែផ្លូវថ្មើរជើងក៏ដោយក៏អាវុធទាំងពីរនោះមិនដែលត្រូវបានរកឃើញឡើយប៉ូលីសខេត្តបានរកឃើញរបស់របរគីកូដែលបានលាក់ទុកនៅក្នុងខ្ទមនោះរួមមានកាបូបរបស់នាងសម្លៀកបំពាក់សៀវភៅណែនាំអំពីការធ្វើតេស្តចរនិងសំខាន់បំផុតគឺកាមេរ៉ារបស់នាងដែលត្រូវបានដាក់យ៉ាងប្រុងប្រយ័ត្នលើបាតដៃរបស់នាងប៉ុន្តែបាតដៃនឹងដាក់បែរមុខទៅខាងក្រោមនៃដីឥដ្ឋហ្នឹងអ្នកនរចំពោះកាមេរ៉ានោះពួកគេបានរកឃើញរូបថតចំនួន5សន្លឹកដែលថតក្នុងថ្ងៃចុងក្រោយរបស់គីកូនឹងតែម្ដងរូបថត2សន្លឹកដំបូងថតនៅពេលព្រឹកប្រហែលជាម៉ោង10ព្រឹកបង្ហាញថានាងញញឹមនៅមុខកង់ទឹកមុខរបស់នាងគឺធម្មតារូបថតទាំងនោះត្រូវបានថតដោយបុគ្គលិកក្រៅបោម្នាក់ដែលទៅតែបានស្គាល់គីកូហើយនាងបានជួបដោយចៃដន្យថតបន្ទាប់ត្រូវបានថតនៅក្បែរទឹកធ្លាក់មួយបន្តតាមផ្លូវឡើងភ្នំនៅតំបន់មួយដែលគេហៅថាស្រះស៊ីណូបូនៅពេលនោះគ្មាននរណាម្នាក់អាចស្គាល់អ្នកណាអ្នកថតរូបរបស់គីកូបានទេហើយកាសែតក្នុងស្រុកមួយបានសម្រេចចិត្តបោះពុម្ពរូបថតមួយសន្លឹកក្នុងចំណោមរូបថតទាំងនោះដោយស្នើសុំព័ត៌មានអ្នកណាដែលដឹងអាចមកប្រាប់បានរហូតមកដល់ប៉ុន្មានថ្ងៃក្រោយមកបរិសម្នាក់បានតាក់ទងទៅកាសែតគាត់បានស្គាល់ខ្លួនថាគឺជាយូស៊ីដាអាយុ22ឆ្នាំមកពីទីក្រុងខ្ជុងតូហើយបានបញ្យល់ថាគាត់និងមិត្តភ័ក្តិរបស់គាត់ម្នាក់បានទៅនេសាទនៅក្នុងស្រះស៊ីណូបូនឹងតែម្ដងនៅប្រហែលជាម៉ោង1:15នាទីរ
សៀលតាមពាក្យរបស់បរិសនោះគីកូបានចូលទៅចិត្តពួកគេហើយសុំឲ្យថតរងនាងនៅក្បែរទឹកធ្លាក់ហ្នឹងប៉ុន្តែយូស៊ីដាបានបដិសេធដំបងព្រោះសារតែមិនសូវពូកែប្រើកាមេរ៉ាប៉ុន្តែគីកូបានលើកទៅចិត្តឲ្យគាត់គ្រាន់តែចុចប៊ូតុងហ្នឹងតែមួយប៉ាក់តែប៉ុណ្ណោះយូស៊ីដាហ្នឹងក៏អត់ថាអីទេខ្ញុំសាកឲ្យគាត់បានថតបានជារូបនឹងតែម្ដងទៅពេលហ្នឹងគាត់ថតរូបមែនមកប៉ោះណាគ្នាគឺពីរប៉ោះក៏បានប្រាប់ដែរប៉ុន្តែដោយសារតែអ្នកកាសែតបោះពុំរូបថតតែមួយសន្លឹកប៉ុណ្ណោះតែការពិតបរិសនោះដឹងថាមានរូបថតពីរសន្លឹកដូច្នេះអាចបញ្ជាក់ផងដែរថាគាត់គឺជាអ្នកថតរូបពិតប្រាកដមែនហើយយូស៊ីដាបានសន្យាជាមួយអ្នកសារព័ត៌មាននឹងថាគាត់នឹងទៅប៉ូលីសដើម្បីផ្ដល់សេចក្តីថ្លែងការណ៍ពេញលេញភ្លាមៗតែម្ដងប៉ុន្តែគាត់មិនដែលធ្វើបែបនេះពីមុនមកឡើយតែបែរជាប៉ូលីសឬក៏អ្នកស៊ើបអង្កេតបានព្យាយាមស្វែងរកគាត់ដោយប្រើឈ្មោះដែលគាត់ប្រាប់នៅអាសយដ្ឋានដែលគាត់ប្រាប់ហ្នឹងគឺពួកគេមិនបានរកឃើញអ្វីតទៅសោះគ្មានព័ត៌មានណាមួយពិតប្រាកដឡើយឈ្មោះអាសយដ្ឋាននិងកន្លែងធ្វើការដែលគាត់បានផ្ដល់ឲ្យគឺคล้ายៗទាំងស្រុងរហូតមកដល់សប្តាហ៍ថ្ងៃនេះអត្តសញ្ញាណរបស់បរិសដែលបានអះអាងថាថតរូបគីកូននៅតែជាអាកំបាំងរហូតមកដល់បច្ចុប្បន្ននេះឥឡូវនេះយើងនាំអ្នកនរគ្នាទៅកាន់រូបទី5និងរូបចុងក្រោយដែលថតនៅទឹកធ្លាក់ដែលមានឈ្មោះថាហូណាប៊ូរ៉ុកដោយរូបថតពីសន្លឹកដំបងដែរថតនៅគីនតូកាន់ដែររូបថតនេះមិនត្រូវបានចេញផ្សាយជាសាធារណៈទេប៉ុន្តែច្បាប់ចម្លងទូចនេះដែលមានរូបខ្សែកត្រូវបានគេនិយាយថាត្រឹមត្រូវវាបង្ហាញថាគីកូឈរតែម្នាក់ឯងនៅមុខព្រៃក្រាស់មើលទៅដូចដែលឃើញហ្នឹងគឺមានរូបថតដើមដែរប៉ុន្តែទឹកមុខរបស់គីកូនៅក្នុងរូបថតទី5នេះគឺរៀងខុសប្លែកបន្តិចខុសពីធម្មតាហ្មងអេរយាប័តរបស់នាងគឺស្រឡឹងស្ទើរតែជ្រុលក្របថ្មីទៅហើយរូបថតនេះត្រូវបានគេដាក់ឈ្មោះថារូបថតវិញ្ញាណរបស់គីកូដោយសារតែមានអាប់ដ៏ក្រាស់នៅខាងក្រៅរូបថតរបស់នាងនឹងតែម្ដងដែលស៊ើបអង្កេតជឿថាវាទំនងជាត្រូវបានថតមុនពេលនាងស្លាប់បន្តិចតែប៉ុណ្ណោះរហូតមកដល់សប្តាហ៍ថ្ងៃនេះគ្មាននរណាម្នាក់ដឹងថាអ្នកណាជាអ្នកថតរូបភាពនេះឡើយតាមសម្ដីរបស់អ្នកជិតខាងមិត្តភក្តិគ្រួសារម្នាក់របស់គីកូខាងណាប៉ូលីសប្រកបរបស់របរទាំងអស់របស់គីកូមកវិញពួកគេក៏បានបង្ហាញឲ្យខ្ញុំឃើញដែរក្នុងចំណោមរបស់របរដែលបានផ្ដល់ឲ្យនោះមានរូបថតមួយសន្លឹកដែលគេនិយាយថាជារូបចុងក្រោយរបស់ក្មេងស្រីអកុសលនោះហើយវាពិតជាគួរឲ្យស្ញាក់សាច់ខ្លាំងមែនតើនាងឈរនៅទីនោះដោយទឹកមុខស្រពោនកាន់អ្វីមួយនៅក្នុងដៃចាប់ពីពាក់កណ្ដាលជើងចុងក្រោយមានអ្វីដូចជាផ្សែងពណ៌សឬពពកហើយផ្នែកខាងក្រោយនៃរាងកាយរបស់នាងត្រូវបានកាត់ចេញហើយទឹកមុខរបស់នាងគ្មានជីវិតអ្វីតតែសោះនាងមើលទៅដូចជាសម្បកទៅទេរបៀបអ្នកគ្នារបៀបមនុស្សស្លាប់ហើយគេយកមកថតចឹងណាក្នុងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយករណីនេះប៉ូលីសបានបង្កើតក្រុមការងារស៊ើបអង្កេតពិសេសមួយហើយបានរាប់បញ្ជូនមនុស្សជាង 2000 នាក់ដែលនៅក្នុងតំបន់នោះនៅពេលកន្លែងកើតហេតុហ្នឹងរួមទាំងអ្នកឡើងភ្នំអ្នកនេសាទបុគ្គលិកក្រុមកម្មករស្ថានីយ៍វារីអគ្គិសនីក៏ដូចជាអ្នកស្រុកដែលធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្មក៏គេហៅមកសួរដូចគ្នាប៉ុន្តែគេដកចេញពីការសង្ស័យហើយថែមទាំងមិត្តភ័ក្តិអ្នកស្គាល់គ្នាសហការីនិងសមាជិកគ្រួសារគីកូចំនួន380នាក់ក៏ត្រូវបានដកចេញពីការសង្ស័យដូចគ្នាការអស់សង្ឃឹមដើម្បីដោះស្រាយករណីនេះសូម្បីតែអ្នកជំនាញខាងវិញ្ញាណព្រោះកុំអ្នកអគ្នាវិញ្ញាណហ្នឹងក៏បានហៅចូលមកដោះស្រាយរឿងករណីមួយហ្នឹងដែរតែជាអកុសលដោះស្រាយមកវាខ្ជិះខ្ជាយពេលវេលាគេហ្មងគ្រូអាគមនឹងបាននិយាយថាករណីហ្នឹងគឺជាការព្យាយាមលួចខ្សែភ្លើងហើយនឹងខ្មោចចូលទៅវិញនៅក្នុងឆ្នាំ1987គឺ15ឆ្នាំបន្ទាប់ពីអកតកម្មនេះអាយុកាលកំណត់សម្រាប់ការកាត់តឃាតករបានផុតទៅកំណត់ទៅហើយវាជាស្ប៉ាយអ្នកនរគ្នាហើយអ្នកនរគ្នាខ្ញុំអត់ដឹងខ្ញុំសូមបញ្ជាក់តិចសម្រាប់ករណីមួយគឺវាមានការផុតកំណត់របស់គេអ្នកនរគ្នា15ឆ្នាំ20ឆ្នាំអញ្ចឹងទៅបើគេរកឃើញឃាតករហើយតែរឿងក្តីនឹងផុតកំណត់5-10 ឆ្នាំហើយគឺទោះឃើញឃាតករមួយនឹងក៏ទោសអាចដាក់ទោសបរិសុទ្ធដែលជាឃាតករនឹងបានដោយសារតែផុសកណ្ដាត់ហើយខ្ញុំមកចោទតែប៉ុណ្្នឹងហើយយើងតទៅទៀតការស្លាប់របស់គីកូនៅតែមិនទាន់ត្រូវបានដោះស្រាយជាផ្លូវការនៅឡើយបើទោះបីជាអក្រិតជនត្រូវបានគេរកឃើញអត្តសញ្ញាណនៅថ្ងៃណាមួយក៏ដោយក៏ពួកគេនឹងមិនត្រូវប្រឈមមុខនឹងផលវិបាកឬក៏ទោសមួយណាឡើយនេះជារឿងក្តីទី2អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាមានអារម្មណ៍មិនដែរបន្ទាប់ពីស្ដាប់រឿងក្តីទី2យើងហើយសម្រាប់រឿងក្តីទី3ម្នាក់អ្នកនរគ្នាចង់ស្ដាប់ឬក៏ចង់បន្តទៀតអ្នកនរគ្នាខមមិននៅក្រោមវីដេអូនេះបានតែជាក់ស្ដែងខ្ញុំធ្វើតែពីរឿងក្តីនេះទេបើមានអ្នកចង់ដឹងអាចខមមិននៅខាងក្រោមដើម្បីខ្ញុំធ្វើតទៀតដូច្នេះសូមអរគុណអ្នកនរគ្នាដែលចំណាយពេលដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាមកស្ដាប់រឿងក្តីមួយនេះពីដើមរហូតដល់ចប់ដូច្នេះខ្ញុំបាទ Last Voice សូមអរគុណនិងសូមគោរពលាបាយបាយ